ដល់ពេលគ្រប់គ្រងក្រុមជម្រើសជាតិវិញម្ដងហើយបងប្អូនដោយក្រុមជម្រើសជាតិបរោះនៅនារីកម្ពុជានឹងមានការប្រកួតបាល់ទាត់អន្តរជាតិចំនួន4នៅកម្ពុជាចាប់ពីខែក្រោយទៅប៉ុន្តែចាប់ពីខែមិថុនាដល់ខែកញ្ញាឆ្នាំ2025នឹងមានកម្មវិធីប្រកួតបាល់ទាត់អន្តរជាតិចំនួន4ផ្សេងគ្នាទាំងក្រុមបាល់ទាត់ជម្រើសជាតិបរោះនិងនារីក្នុងនោះមានការប្រកួតមិត្តភាពអន្តរជាតិ2និងពានរង្វាន់2ផងដែរនេះបើតាមព័ត៌មានផ្លូវការដែលបានប្រកាសប៉ុន្តែការប្រកួតអន្តរជាតិផ្សេងទៀតក៏អាចនឹងមានទៀតផងដែរនៅក្នុងឆ្នាំនេះសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិដោយក្រុមបាល់ទាត់ជម្រើសជាតិបរោះកម្ពុជាមានការប្រកួតមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិតាជីគីស្ថាននៅថ្ងៃទី5ខែមិថុនាឆ្នាំ2025នៅក្នុងភូកីឡដ្ឋានជាតិអូឡ িম্প ពិកខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាក៏មានការប្រកួតមិត្តភាពអន្តរជាតិមួយប្រកួតដូចគ្នាដោយត្រូវជួបជាមួយនឹងក្រុមជម្រើសជាតិនារីហ្គាំនៅថ្ងៃទី25ខែមិថុនាឆ្នាំ2025នៅភូកីឡដ្ឋានជាតិអូឡ িম্প ពិកក្រឡេកមកមើលការប្រកួតពានរង្វាន់នៅក្នុងតំបន់វិញក្រុមជម្រើសជាតិនារីកម្ពុជាមានភារកិច្ចប្រកួតក្នុងពានរង្វាន់នារីអាស៊ី AFC Women Asian Cup ដែលកម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតសម្រាប់ពូល G ដែលមានក្រុមម្ចាស់ផ្ទះនារីកម្ពុជាហ្វីលីពីនហុងកុងនិងអារ៉ាប៊ីសាអូឌីតដោយការប្រកួតនេះចាប់ផ្ដើមពីថ្ងៃទី29ខែមិថុនាដល់ថ្ងៃទី5ខែកក្កដាឆ្នាំ2025នៅភូកីឡដ្ឋានជាតិអូឡ িম্প ពិកចំណែកពានរង្វាន់យុវជនអាស៊ី2026 AFC U23 Asian Cup កម្ពុជាក៏ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតដូចគ្នាសម្រាប់ការជម្រុះពានរង្វាន់យុវជនអាស៊ីក្រោម23ឆ្នាំ AFC U23 Asian Cup Saudi Arabia ដោយការប្រកួតចាប់ពីថ្ងៃទី1ដល់ថ្ងៃទី9ខែកញ្ញាឆ្នាំ2025នៅភូកីឡដ្ឋានជាតិអូឡ িম্প ពិកចំពោះក្រុមដែលត្រូវប៉ះក្រុមអ៊ុយ23កម្ពុជាមិនទាន់ដឹងនៅឡើយទេដោយការចាប់ឆ្នោតជ្រើសរើសពូលនឹងធ្វើឡើងនៅថ្ងៃទី29ខែឧសភាឆ្នាំ2025ខាងមុខនេះឲ្យគួរឲ្យដឹងផងដែរថាក្រៅពីព្រឹត្តិការណ៍បាល់ទាត់ក្នុងស្រុកក្រុមបាល់ទាត់យុវជនកម្ពុជានិងក្រុមបាល់ទាត់នារីកម្ពុជាក៏មានការប្រកួតពានរង្វាន់នៅក្រៅប្រទេសជាច្រើនទៀតដូចជាកីឡាស៊ីហ្គេមនៅប្រទេសថៃពានរង្វាន់យុវជនអាស៊ានអាយុ23ឆ្នាំនៅឥណ្ឌូនេស៊ីពានរង្វាន់នារីអាស៊ានអ៊ុយ19នៅវៀតណាមនិងពានរង្វាន់យុវនារីអាស៊ីអ៊ុយ20នៅប្រទេសចិនជាដើម